ឥឡូវយើងចាប់ផ្ដើមចេញពីភាសាជីសូរហើយបាទបងប្អូនទាំងអស់គ្នាឥឡូវយើងក៏ជិះឡើងឡានឥឡូវខែនេះគឺខែក្តៅមែនតែនបាទឥឡូវចេញពីប្រាសាទជីសូរហើយឥឡូវកាត់មកដល់នេះយើងមកដល់កន្លែងភ្នំតាម៉ៅហើយបាទភ្នំតាម៉ៅសត្វស្លាបបាទអត់ស្គាល់ទេសត្វនេះហើយសត្វអីទេបាទបងប្អូនមើលជាក់ស្ដែងទៅហើយក៏មកដល់កន្លែងនេះគឺនាំយាយដើរទៅមើលសត្វបន្តទៀតបាទយាយក៏ចង់មកមែនតែនបាទហើយយើងមកដល់កន្លែងនេះយើងបានជួបឆ្លុះរួមមួយអីហៅថាប្រើសបងប្អូនហើយខ្ញុំក៏ញ៉ោះក្មួយដែរថាមុខដូចឆ្មាស្វាដល់ហើយសប្បាយមែនតើបងប្អូនភ្នំតាម៉ៅអានេះមកដល់កន្លែងនេះគឺខ្ញុំពូគាត់បានមើលបានអីចឹងណាបងប្អូនហើយបងប្អូនទៅលេងច្រើនមែនតើទៅភ្នំតាម៉ៅហើយចំពោះខ្ញុំគឺមក2ដងបងប្អូនមកលេង2ដងដែរអានេះជាលើកទី2របស់ខ្ញុំហើយដោយសារយាយគាត់ចង់មកលេងឥឡូវពូបាននាំមកលេងហើយដាក់មកគូឡានមកហើយច្អល់ចុះច្អល់ឡើងមានអីមានតែស្វាមានតែអីហ្នឹងបងប្អូនទាំងអស់គ្នាមានតែឆ្មាមានតែច្រឡំឆ្មានេះស្វាចឹងណាបងប្អូននេះយ៉ាកំពុងស៊ីស្វាយ៉ាស្វាយនេះបើយកមកពីផ្ទះនឹងអែមហ្មងដោយសារយកមានដាក់វិចមកទេបងប្អូនអើយនឹងមកដល់កន្លែងនេះគឺនាំយាយបន្តទៅមុខទៀតដើម្បីមើលខ្លាឥឡូវចាប់ដើមដើររសិនហើយដល់ហើយនេះឲ្យឃើញខ្លាយើងឃើញអាសត្វអីស្លាប់នេះបងប្អូនស្គាល់ទាំងអស់គ្នានេះហើយស្លាប់នេះដូចឈ្មោះនេះខ្ញុំមើលផ្លាកគេហើយកំឡុងនេះយើងមើលខ្លានេះហៅថាខ្លាដំបងបងប្អូនទាំងអស់គ្នាខ្លាដំបងញ៉ែកំពុងតែមើលទៅជាក់ស្ដែងខ្លាដំបងបាទវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើន